បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាម្រះផ្លែម្រះបាទអាមួយនេះទុកពូជធំណាបាទចាំមើលបងប្អូនមកធំជាងកដៃទៀតបាទអីធំមែនតែនម្រះនេះបេះលក់ពីសាបាទម្ដងបាន2គីឡូ1គីឡូជាង2គីឡូឥឡូវក្តុបច្រើនមែនតើហើយដាំតា7គ្រាប់ឯងមកគុំវា3ដើម2ដើមផ្លែល្អមែនតើនេះផ្លែអត់បានរុំក្រាស់ឬថង់ដល់អញ្ចឹងវាមានមេស្អីអុចនេះទៅបេះព្រឹកមិញអស់1គីឡូជាងនេះសល់តែផ្លែតូចអីយ៉ាមេរលឹមនេះទៅក្តាប់នេះមកគុំនេះមានតែមួយដើមទេតែមួយដើមគឺមួយលុបហ្មងអានេះបើសិនជាយើងរុំវាត្រឹមត្រូវគឺវាអត់អីទេដល់អញ្ចឹងវាអានេះ2ថ្ងៃទៀតបេះបាននេះស្ងោខ្ញុំចូលចិត្តម្រះបាទស្ងោក៏ឆ្ងាញ់ជៀនពងទាក៏ឆ្ងាញ់ដែរបាទអានេះបើសិនដាំច្រើនម្លប់មានម្លប់ច្រើននេះកន្លែងចំកែបនេះកែបវានៅចាំមើលបងប្អូននៅក្នុងត្រឡោកដូងក៏មានកែបដែរនេះគឺវានៅក្នុងត្រឡោកដូងហ្មង